ថ្ងៃនេះជាព្រឹត្តិការណ៍មួយដែលយើងមកបង្ហាញនៅលើការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចរបស់ប្រទេសកម្ពុជាក្នុងការអនុវត្តគោលនយោបាយសមភាព gender ចំពោះប្រទេសកម្ពុជាយើងការពារសិទ្ធិស្ត្រីនិងក្មេងស្រីហើយធ្វើយ៉ាងម៉េចឲ្យមានវឌ្ឍនភាពរបស់ក្មេងស្រីនិងស្ត្រីនៅក្នុងប្រទេសកម្ពុជាយើងចំពោះប្រទេសទាំងអស់យើងមានបញ្ហាពាក់ព័ន្ធទៅលើរឿងបច្ចេកវិទ្យាទំនើបបច្ចុប្បន្នក្នុងការធ្វើយ៉ាងម៉េចការពារសុវត្ថិភាពរបស់ស្ត្រីនិងក្មេងស្រីនៅលើអំពើហិង្សាដែលកើតឡើងនៅលើដោយបច្ចេកវិទ្យាទំនើបនេះអញ្ចឹងទាំងអស់គ្នាយើងស្ដាប់ទៅប្រទេសទាំងអស់មានបញ្ហាដូចគ្នាចា៎ប្រទេសអូស្ត្រាលីជាដៃគូដ៏មានសារៈសំខាន់ចំពោះកម្ពុជាដោយសារអូស្ត្រាលីកន្លងមកលោកជាដៃគូដែលបានជួយនីតិវិធីក្នុងការបង្កើតគេហៅថាកិច្ចព្រមព្រៀងក្នុងឆ្នាំ1991នៅលើសន្តិភាពនៅក្នុងប្រទេសកម្ពុជាលោកជួយវិធានការមួយចំនួនដើម្បីពង្រឹងសន្តិភាពនៅក្នុងប្រទេសកម្ពុជាយើងហើយគាត់ក៏មានការពង្រឹងគេហៅថាភាពជាដៃគូយ៉ាងជិតស្និទ្ធក្នុងការអនុវត្តគោលនយោបាយសមភាព gender នៅក្នុងពិភពលោកក៏ដូចនៅក្នុងកម្ពុជាអញ្ចឹងគាត់ជាដៃគូដ៏មានសារៈសំខាន់ចំពោះវិស័យសមភាព gender នឹងចា៎ហើយនឹងការពារសិទ្ធិស្ត្រី